អូមិត្តភក្តិដែលលួចយកទៅនឹងស្គាល់គ្នាជាមួយប្អូនប្រហែលខែប្រហែលឆ្នាំហើយបងស្គាល់4 5 ខែបងអូចាគាត់មេតុងទីនហ្មងអូមិញហ្នឹងគាត់លបួងយ៉ាងម៉េចបានធ្វើការលួចយករថយន្ត Mercedes ថ្មីជ្រើរបស់ប្អូនបានយកមិញហ្នឹងឆ្លោះគ្នាម្ដងឯងបងឆ្លោះគ្នារឿងគាត់ចេម៉ាក់ខ្ញុំអញ្ចឹងណាដល់ពេលទៅម៉ាក់ខ្ញុំមកតន់ឆ្លោះគ្នាទៅក៏ចេគ្នាចេអីទៅតែក្រោយមកគេរបៀបគេលួងគេឲ្យយើងត្រូវគ្នាទៅអីវិញអញ្ចឹងណាបងដល់ពេលហើយមិញហ្នឹងខ្ញុំគាត់ឲ្យខ្ញុំហ្នឹងទៅយកគាត់ថាទៅញ៉ាំអីហើយពួកខ្ញុំមិញទៅផឹកអញ្ចឹងណាផឹកមួយពួកម៉ាក់ខ្ញុំទាំងអស់គ្នាបងដល់ពេលហើយខ្ញុំប្រើវាទៅទិញអីញ៉ាំអញ្ចឹងណាវាថាតែវាទៅទិញឲ្យហើយវាជីទៅយូរទៅខ្ញុំថាឥឡូវមកពេលដល់ពេលខ្ញុំទៅដេកមុនអញ្ចឹងណាដល់ពេលទៅវាយកឡានហ្នឹងទៅហ្មងហើយខ្ញុំថាឥឡូវយកឡានមកឲ្យខ្ញុំវិញមកវាថាឥឡូវវាត្រូវយកឡានហ្នឹងហើយថាវាចង់យកឡានហ្នឹងហើយវាកាត់លុយតុងទីនហើយលុយតុងទីនមិនត្រូវយើងបង់រាល់ថ្ងៃមែនបង់រាល់ខែទៅអត់បងអញ្ចឹងយើងអត់ទាន់ដល់ថ្ងៃបង់ផងមិនត្រូវកាត់លុយឡានហ្នឹងករណីដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោងប្រហែល2រំលងអាត្រាតឈានចូលថ្ងៃទី28ខែមករាឆ្នាំ2026ដោយនារីរូបស្រស់ម្នាក់បានមកស្នើសុំឲ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយទាំងយប់បន្ទាប់ពីត្រូវមិត្តភក្តិដែលជាភេទទី3លបួងយកឡានស៊េរីទំនើបជិះគេចខ្លួនបាត់ដោយសាររឿងលួយតុងទីនត្រឹមជាង$1,800យោងតាមការរៀបរាប់របស់ជនរងគ្រោះដែលមានគណនី Facebook ឈ្មោះ Manisa បានឲ្យដឹងថាមុនពេលកើតហេតុរូបនាងនឹងជនសង្ស័យដែលស្គាល់គ្នាប្រមាណ4-5ខែបានតែញ៉ាំអាហារនិងផឹកស៊ីជុំគ្នាលុះដល់ម៉ោងកើតហេតុជនសង្ស័យបានខ្ចីរថយន្ត Mark Mercedes CLA 45ពណ៌សពាក់ស្លាកលេខ 2BZ 9766របស់នាងដោយប្រាប់ថាទៅទិញអីញ៉ាំប៉ុន្តែបែរជាជិះកិច្ចខ្លួនបាត់តាំងពីម៉ោង11យប់រហូតដល់ទៀបភ្លឺទើបបង្កឲ្យមានការភ្ញាក់ផ្អើលនារីរងគ្រោះបានបន្តថានៅពេលតាក់ទងទៅបានភាគីខាងនោះបានប្រាប់ថាគេយកឡាននេះទៅទុកនៅតំបន់ចំការមុនដើម្បីកាត់កងលុយតុងទីនដែលនាងចម្ពាក់ប្រមាណ$1,800ទោះជាយ៉ាងណានារីរងគ្រោះបានសម្ដែងការហួសចិត្តយ៉ាងខ្លាំងដោយលើកឡើងថាលុយចម្ពាក់ត្រឹមតែ$1,800មិនគួរណាស់មកយកឡានតម្លៃរាប់ម៉ឺន$ទៅបាត់បែបនេះទេទីកំចាត់ទុកថានេះគឺជាអំពើលួចនាងបានបន្ថែមថាបើចង់បានលុយអាចមកយកនៅផ្ទះឬដោះស្រាយគ្នាបានមិនមែនលបួងយកឡានទៅបាត់បែបនេះឡើយជុំវិញករណីនេះជនរងគ្រោះបានសំណូមពរយ៉ាងទទួយឲ្យមិត្តភ័ក្តិរូបនោះឬសមត្ថកិច្ចដែលបានឃើញឡានម៉ាកនិងស្លាកលេខខាងលើជួយខាត់ទុកនិងយកឡានមកប្រគល់ឲ្យខ្លួនវិញជាបន្តបច្ចុប្បន្ននារីរងគ្រោះបានត្រៀមពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ